អ្នកគ្រូដ៏សស្អាតម្នាក់នេះអ្នកគ្នាបានលួងលោមកូនសិស្សប្រុសរបស់ខ្លួនដែលមានអាយុក្រោម18ឆ្នាំជាអាណិកជនហ្នឹងបាត់ផ្ទះរបស់នាងធ្វើអីរហូតតតែមានខ្លួនឯងហើយរឿងនេះជារឿងពិតដែលកើតឡើងស្តីនៅក្នុងភាពយន្តមួយដែលមានចំណងជើងថា That's My Boy. Is that gum in your mouth, Donnie? You were jumping up and down in your little Larry Bird short shorts and sweating like a jar of pickles in the hot sun. បានហើយអ្នកគ្នាក៏ដល់ណាវាស្នេហ៍មកចូលសាច់រឿងរបស់យើងវិញដែលនាងមានឈ្មោះថា Rebecca Joy នាងបានធំធាត់ឡើងនៅក្នុងទីក្រុង Manchester ប្រទេសអង់គ្លេសនៅពីទូចនាងជាក្មេងម្នាក់ដែលស្ដាប់បង្គាប់ឆ្លាតនិងមានក្តីស្រមៃចង់ខ្លាចជាគ្រូបង្រៀនដ៏ល្អម្នាក់ពេលនាងធំដឹងក្តីហ្នឹងនាងក៏បានសម្រេចគោលបំណងរបស់នាងដែលបានចូលរៀននៅសាកលវិទ្យាល័យមួយជាផ្នែកគ្រូគណិតវិទ្យានៅបានបញ្ចប់ការសិក្សាព្រមទាំងបានចូលបង្រៀននៅសាលាអនុវិទ្យាល័យមួយនៅក្នុងទីក្រុង Manchester នៅទីនោះនាងជាគ្រូដ៏ slow ចេះនិយាយលេងសើចនងកូនសិស្សលេងហើយចេះដាក់ challenge ឲ្យកូនសិស្សលេងពេលទំនេរទៀតតែយូរទៅនាងបានធ្វើរឿងមួយនៅខែតុលាឆ្នាំ2021ហ្នឹងនាងបានដាក់មនោគមឬក៏លេងល្បែងផ្លូវចិត្តជាមួយនឹងកូនសិស្សប្រុសម្នាក់ដែលខ្ញុំហៅឈ្មោះថា Boy A ដោយនាងបាននិយាយជាមួយនឹង Boy A ហ្នឹងដែលនិយាយក្នុងថ្នាក់មុខសិស្សថាអូនឯងសាក់ទីកន្ទុយលេខរបស់អ្នកគ្រូមើលបើទីត្រូវចាំអ្នកគ្រូឲ្យលេខអូនឯងពេញតែគ្រប់គ្នាដែលនៅក្នុងថ្នាក់ហ្នឹងមើលមកដូចអសមជាការលេងសើចសោះដាក់ហួសចិត្តជាមួយអ្នកគ្រូដែលលេងហ្គេមបែបហ្នឹងហើយអ្វីដែលសំខាន់គឺអូន Boy A ហ្នឹងគឺទីត្រូវទៀតបកកាយមកអ្នកគ្នាហើយអ្នកគ្រូរីបកាយយើងហ្នឹងគឺមិននិយាយលេងទេគឺគាត់និយាយមែនតើគាត់បានឲ្យលេខទូរស័ព្ទហ្នឹងទៅឲ្យកាន់អា Boy A មែនដោយគាត់និយាយថានេះអូនយកលេខទូរស័ព្ទមកអ្នកគ្រូបើយកហើយបានលេខទូរស័ព្ទហើយកុំភ្លេចផ្ញើសារឆាប់មកលេងអ្នកគ្រូផងណាអ្នកគ្រូនឹងមានរង្វាន់ឲ្យចាប់ពីពេលហ្នឹងមកគឺនាងជាមួយនឹង Boy A ហ្នឹងចាប់ផ្ដើមឆាតតំណលេងឆាតជាមួយគ្នាទៅវិញទៅមករហូតតតែនាងហ្នឹងបានបបួលលួងលោម Boy A ហ្នឹងមកលេងផ្ទះរបស់នាងតែមុនទៅលេងផ្ទះរបស់នាងហ្នឹងគឺអ្នកស្រីរីបកាយយើងហ្នឹងបាននាំ Boy A របស់យើងទៅកាន់ហាង Gucci មួយកន្លែងដោយនាងបានទិញខ្សែក្រវ៉ាត់ Gucci មួយដែលមានតម្លៃ350 pound ដែលគិតជាដុល្លារទៅប្រហែលជា$400បន្ទាប់ពីបានរបស់លួងចិត្តចឹងហើយគឺ Boy A យើងហ្នឹងក៏ទុនចិត្តព្រមទៅផ្ទះរបស់អ្នកគ្រូ Rebecca មែនហើយក៏បន្តសកម្មភាពធ្វើអីនៅក្នុងផ្ទះរបស់នាងចឹងទៅប៉ុន្តែអ្វីវាកាន់តែធ្ងន់ធ្ងរនៅពេលដែលអ្នកគ្រូ Rebecca ជាមួយនឹង Boy A នៅក្នុងថ្នាក់ហ្នឹងគឺមានសកម្មភាពបែបស្និទ្ធស្នាលរ៉ូម៉ាន់ទិកជាមួយគ្នាបែបសិចនិយាយទៅគឺយើងដាក់ផ្នែកមើលគឺអាក្រក់មើលខ្លាំងតែដោយអ្នកទាំងអស់គ្នានៅក្នុងថ្នាក់ចាប់បានសង្ស័យមិនត្រឹមតែប៉ុណ្្នឹងទេអ្នកគ្រូរីបកាយើងតែនាំអា Boy A យើងទៅដើរលេងទៅមើលកូនទៅតាមខេត្តនិយាយទៅគឺនាំអា Boy A ចេញក្រៅជាហោហែនៅយូសាឡាជាមួយនឹងសិស្សផ្សេងហ្នឹងក៏បានចាប់អារម្មណ៍នេះជាមួយនឹងអា Boy A ហ្នឹងដោយសារតែពួកគេបានចាប់អារម្មណ៍ថាឬក៏បានឃើញពួកគេនៅក្រៅសាលាហ្នឹងបានមានតំណែងមួយគ្នានឹងដើរលេងជាមួយគ្នាហើយអ្នកទាំងអស់គ្នាហ្នឹងក៏ចាប់ផ្ដើមវែកញែកនិយាយដើមនាងពេញនឹងចឹងទៅរហូតថ្ងៃមួយក្នុងចុងឆ្នាំ2022ខាងសាលាហ្នឹងក៏ចាប់ផ្ដើមតាមដានតំណែងរបស់ Rebecca ជាមួយនឹងសិស្សហើយនៅយូសាឡាហ្នឹងក៏បានហៅអ្នកគ្រូ Rebecca ទៅសួរទៅកាន់នាងថាអ្នកគ្រូឯងមានតំណែងអីជាមួយនឹងសិស្សអត់តែ Rebecca យើងក៏បាននិយាយទៅវិញថានាងដូចជាអត់មានតំណែងអីក្រៅពីសិស្សនិងគ្រូផងនាងគ្រាន់តែជាគ្រូម្នាក់ដែលជួយលើកទឹកចិត្តសិស្សនឹងខុសដែរមែនប៉ុន្តែខែសាលាហ្នឹងគឺគេអត់នៅស្ងៀមទេគេបានដាក់របាយការណ៍ហ្នឹងទៅកាន់ប៉ូលីសពេលប៉ូលីសទៅដល់ហ្នឹងប៉ូលីសក៏បានស្នើសុំ Rebecca ហ្នឹងឆែកទូរស័ព្ទដោយប៉ូលីសបានឆែកឃើញថា Rebecca យើងហ្នឹងពិតជាមានតំណែងជាមួយនឹង Boy A មែនព្រោះគេបានឆែកឃើញសារព្រមទាំងរូបភាពជាច្រើនដែលបញ្ជាក់ថា Rebecca ហ្នឹងពិតជាធ្វើអីជាមួយនឹង Boy A គេក៏បានរកឃើញថា Rebecca យើងបានបង្កើត account ខ្លាំងៗមួយដើម្បីមានតំណែងជាមួយនឹង Boy A ទៅពេលនោះប៉ូលីសក៏បានចាប់ខ្លួន Rebecca ហើយសាកសួរអស់ជាច្រើនមកហើយរឿងរបស់នាងក៏បានដាក់ស្នើទៅកាន់តុលាការក្នុងលក្ខខណ្ឌថានាងមិនអាចមានតំណែងជាមួយនឹងក្មេងណាទៀតដាច់ខាតតែ Rebecca យើងគឺអត់ឈប់ត្រឹមហ្នឹងទេដោយ Rebecca យើងបានចាប់ផ្ដើមតំណែងថ្មីជាមួយនឹង Boy B ម្នាក់ទៀតដែលមានអាយុ15ឆ្នាំដូចគ្នាតែនៅក្នុងថ្នាក់ហ្នឹងគឺជាកូនសិស្សរបស់នាងអញ្ចឹងតើនាងក៏បានបង្ហាញកាយវិការអាដែងណាស់រៀង sexy រ៉ូម៉ាន់ទិកឬក៏ឆាតទៅអា Boy B ហ្នឹងដើម្បីណាត់ជួបនៅខាងក្រៅសាលាប៉ុន្តែតំណែងរបស់ពួកគេវាកាន់តែធ្ងន់ធ្ងរនៅពេលដែលពួកគេបានជ្រុលរហូតតតែមាននៅក្នុងឆ្នាំ2023ហ្នឹងប៉ូលីសបានទទួលព័ត៌មានមួយពីមិត្តភ័ក្តិរបស់ Boy B ដែលគេបានរាយការណ៍ថាគេបានសង្ស័យមិត្តភ័ក្តិរបស់គេហ្នឹងមានតំណែងជាមួយនឹងគ្រូនៅក្រៅសាលាប៉ូលីសយើងហ្នឹងក៏សង្ស័យក៏បានទៅឆែកទូរស័ព្ទឲ្យ Boy B យើងមើលទៅក៏បានឃើញថាឈ្មោះម្នាក់ដែលតាក់ទងមកកាន់ Boy B នោះគឺជា Rebecca គឺជាអ្នកគ្រូយើងសោះមិនបាច់ចាំស្អែកទេនៅពេលនោះប៉ូលីសក៏បានទៅស្អែកមើលទូរស័ព្ទរបស់ Rebecca យើងហ្នឹងក៏បានពិតជាឃើញ message និងសារនិងរូបថតស្និទ្ធស្នាលជាច្រើននៅក្នុង Snapchat ដែលវាជាផុសតាងសំខាន់អញ្ចឹងប៉ូលីសក៏បានចាប់ខ្លួន Rebecca ប៉ុន្តែនាងក៏បាននិយាយរាល់ថានាងពិតជាស្រឡាញ់ Boy B ខ្ញុំស្រឡាញ់គាត់ពិតប្រាកដមែនធ្វើម៉េចនាងខុសច្បាប់ហ្នឹងប៉ូលីសក៏គាត់ធ្វើទៅតាមភារកិច្ចរបស់គាត់ដែរចុងក្រោយតុលាការបានស្ដាប់សម្ដីឬក៏ពាក្យពេចន៍ពី Boy A និង Boy B ជាជនរងគ្រោះហ្នឹងថានាងបានតាក់ទងក្មេងអនេកជនក្រោមអាយុ18ឆ្នាំនៅប្រើនាមជាសិស្សព្រមទាំងបោកបញ្ឆោតសិស្សឲ្យមកគេងផ្ទះរបស់នាងដោយនាងត្រូវទទួលទោស6ឆ្នាំកន្លះនៅក្នុងពន្ធនាគារ